ជំរាបសួរបាទពុកម៉ែបងប្អូនមេថ្ងៃនេះផងដែរខ្ញុំបាទចេញវីដេអូលក់ឡានមួយគ្រឿងទៀតឲ្យពុកម៉ែបងប្អូនមេឡាន Honda CR-V ពណ៌ទឹកប្រាក់មានស្នេហ៍ឆ្នាំ1999ពុកម៉ែបងប្អូនមេឡាននេះប្រភេទឡានស្អាតរៀបចំឲ្យអស់ទៅតែរៀបចំឲ្យពីថ្ងៃល្ងាចមិញឥឡូវឡើងទីផ្សារហើយពុកម៉ែបងប្អូនមេឡាននេះគឺប្រភេទឡានស្អាតសាច់ដែកពុកម៉ែបងប្អូនសាច់ដែកតាន់មែនទែនឡាននេះនឹងស្ងួតជ្រើងតែម្ដងប្រភេទឡានស្អាតនៅសំណុំពុកម៉ែបងប្អូនមេសំបីតាឆ្នន់ចន់ចើលើស្ពយលើកញ្ចក់ស៊ីននេះគឺនៅមួយសេតហើយយើងលេងប្រភេទ Inox កងប់កង់ហើយពិតជាស្អាតមែនទែនពុកម៉ែបងប្អូនមេឡាននេះទឹកថ្នាំនៅស៊ីន 70% ពុកម៉ែបងប្អូនមេទឹកថ្នាំនៅស៊ីនច្រើនប្រភេទឡានរៀបចំលេងគុជហើយសោតេលេហើយផ្លាកលេខមុខវែងក្រោយខ្លីហើយឡើងជួរកូតហើយប្រភេទឡានរៀបចំស្អាតលេង Inox ហើយមកជុំពុកម៉ែបងប្អូនមេឡាននេះស្អាតមែនទែនពុកម៉ែបងប្អូនមេអើយឡានវាថាវានៅសំណុំពុកម៉ែបងប្អូនមេជីកចន់ស្ទុះឡាននេះម៉ាស៊ីនអេមប្រអប់លេខអេមសិនចាក់អេមលេង Android 9 អ៊ីញរ៉េម 2G ហើយទៀតពុកម៉ែបងប្អូនមេខាងក្នុងខាងក្រៅអីគឺដេកូឲ្យអស់ខាងក្នុងដេស្បែកពូកហើយអស់កម្រាលជើង VIP ហើយទៀតពុកម៉ែបងប្អូនមេលះមែនទែនជាមួយនឹងយ៉ាន់ Inox ទៀតស៊ីគ្នាជាមួយទឹកប្រាក់មែនទែនពណ៌ទឹកប្រាក់ពុកម៉ែបងប្អូនមេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមេដែលតម្រូវត្រូវការឡានស្អាតរៀបចំឲ្យអស់ស្រឡាញ់ CR-V មួយគ្រឿងនេះអាចតាក់ទងបានពុកម៉ែបងប្អូនមេតនីតម្លៃពិសេសជួនហើយខាងក្នុងខាងក្រៅអីគឺដេកូឲ្យអស់ប្លុកម៉ាស៊ីនអីគឺខ្ចីមែនទែនពុកម៉ែបងប្អូនមេប្រភេទឡាននៅស្អាតពុកម៉ែបងប្អូនមេឡាននេះយើងនិយាយទៅគឺ95% អីគឺស្អាតឡាន20-30 ឆ្នាំបើនិយាយពីស៊ីនវិញគឺនៅសំណុំតែម្ដងពុកម៉ែបងប្អូនមេមិនថាឆ្នន់ចន់ទៅអើលើឬក៏ស្ពយលើកញ្ចក់ស៊ីននេះគឺនៅទាំងអស់ខាងក្នុងខាងក្រៅអត់មានបាច់បាក់អីគឺនៅសំណុំពន្វាទាំងអស់ពុកម៉ែបងប្អូនមេហើយបើកាមេរ៉ានេះគឺច្បាស់មែនទែនប្រភេទ Android នេះគឺយើងមុខងារវាអាចយ៉ែទៅឃើញកាមេរ៉ាបានហើយយើងលេងត្រឡោកចង្គៀងហើយសោតេលេហើយនឹងសោកង់សគួរ Inox គឺមានហើយមួយសេតពុកម៉ែបងប្អូនមេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមេដែលតម្រូវត្រូវការ CR-V មួយគ្រឿងនេះតាក់ទងមកឡាននៅមានច្រើនគ្រឿងទៀតពុកម៉ែបងប្អូនមេមិនថាឆ្លាមក៏ឡាយគឺរៀបចំឲ្យបន្តទៀតឡានលក់ចេញក៏ច្រើនទិញចូលវិញក៏ច្រើនហើយយើងនិយាយពី CR-V មួយគ្រឿងនេះគឺគ្មានកន្លែងតោះពុកម៉ែបងប្អូនមេមិនថាខាងក្នុងខាងក្រៅស្បែកពូកស្បែកចាំងកៅអីអីនៅខ្នើយកលដៃស៊ីនទាំងមុខទាំងក្រោយអីនៅទាំងពីរគូតែម្ដងហើយបើយើងនិយាយក្តារតុកយើងនិយាយតុកក្នុង CR-V គឺនៅទាំងអស់ពុកម៉ែបងប្អូនខ្សែគឺនៅទាំងអស់អានេះតុកស៊ីន CR-V ពុកម៉ែបងប្អូនបើគូតមកយើងអាចមើលទៅគឺសាច់ដៃខ្ចីទាំងអស់ហើយបើយើងនិយាយពីតុកស៊ីននេះយើងដើរលេងលក្ខណៈមាត់ទឹកមាត់សមុទ្រអីយើងអាចដកមកអង្គុយធ្វើជាតុកដាក់សម្ភារៈយើងបានទៀតពុកម៉ែបងប្អូនមេមែនទែនសាច់ដៃស្អាតប្រភេទឡានស្អាតអញ្ចឹងបើត្រូវកាត់ទៅមកពុកម៉ែបងប្អូនមេវីដេអូមានប៉ុណ្ណឹងជម្រាបលា